ម៉ាំល្ហុងអត់ស្តង់ដាបងប្អូនហេតុអីបានថាអត់ស្តង់ដាព្រោះអីគ្រាន់តែជាម៉ាំល្ហុងដែលយើងមានល្ហុងនៅផ្ទះច្រើនហើយយើងមានផ្អកកូនត្រីផ្អកកពឹសនៅផ្ទះយើងអាចច្បល់ចូលគ្នាធ្វើជាម៉ាំល្ហុងញ៉ាំបានតែបើថាធ្វើលក់ធ្វើអីរូបមន្តហ្នឹងគឺប្រហែលជាមិនកើតទេហ្នឹងបងប្អូនបានតែធ្វើញ៉ាំនៅផ្ទះទេខ្ញុំធ្លាប់ធ្វើអញ្ចឹងម្ដងហើយធ្វើទៅគឺញ៉ាំបានឆ្ងាញ់អញ្ចឹងលើកហ្នឹងក៏ខ្ញុំធ្វើទៀតណាដោយសារតែយើងមានគ្រឿងក្រៅនៅផ្ទះទាំងអស់ហើយហ្នឹងអញ្ចឹងគ្រឿងក្រៅសម្រាប់ខ្ញុំយកល្ហុងមកចាវជាមួយផ្អកកូនត្រីហ្នឹងគឺមានតែផ្អកកូនត្រីលាយកពឹសហ្នឹងមកហើយនឹងមានល្ហុងអង្ករហើយនឹងរំដេងបងប្អូនអញ្ចឹងសម្រាប់ផ្អកនេះដែរគឺមានរសជាតិប្រៃខ្លាំងហ្មងបងប្អូនមិនតែគេហៅថាផ្អកត្រីប្រៃអញ្ចឹងផ្អកត្រីប្រៃហ្នឹងគឺលាយទាំងកូនត្រីនិងកូនកពឹសណាហើយល្ហុងខ្ញុំទៀតគឺខ្ញុំមានច្រើនហ្មងខ្ញុំប្រមូលមកដោយសារតែបងថ្លៃខ្ញុំហ្នឹងគាត់ប្រាប់ថាល្ហុងនឹងសកៀលខ្ញុំណែឮតែល្ហុងសកៀលនឹកឃើញផ្អក1គីឡូនៅផ្ទះប្រមូលមកទាំងអស់បងប្អូនស្រាប់តែពុះមើលទៅសកៀលមែនបងប្អូនអើយសស្គូសប៉ុន្តែអត់អីទេមិនប្រកាសថាតតែល្ហុងសកៀលបានធ្វើបានណាបងប្អូនណោះអញ្ចឹងជ្រុលតែយើងប្រមូលមកហើយយើងមិនដឹងយកទុកធ្វើអីក៏យើងទៅទិញការ៉ុតមកមើមមកយកមកឈូសដាក់លាយគ្នាអញ្ចឹងទៅបងប្អូនបានពណ៌ប្លន់អញ្ចឹងណាតែល្ហុងយើងនៅសស្គូសដដែលនឹងឯងអញ្ចឹងសម្រាប់ល្ហុងគឺខ្ញុំឈូសគៀនតិចទៅដើម្បីឲ្យមានម៉ូតហើយគឺខ្ញុំហាន់ចំណិតស្ដើងអញ្ចឹងដូចបងប្អូនឃើញអញ្ចឹងណានិយាយទៅធ្វើញ៉ាំនៅផ្ទះតែចង់បានម៉ូតឲ្យមើលទៅឃើញស្អាតទៀតបន្ទាប់ពីល្ហុងយើងស្អាតលាងស្អាតចិត្តស្អាតបែបនេះហើយគឺខ្ញុំយកមកផ្អាប់ជាមួយអំបិលសិនអញ្ចឹងដំបូងដាក់អំបិលមកសភាបាយសិនទៅហើយយើងច្បល់បន្តិចសិនហើយរៀងសប់អំបិលតិចទៅចាំយើងថែមមកសភាបាយទៀតដោយសារល្ហុងខ្ញុំច្រើនណាបងប្អូនមកកាធុនហ្នឹងប្រហែលជា1គីឡូជាងហ្នឹងមើលទៅព្រោះល្ហុង2ដំបូងខ្ញុំពុះ3តែដល់ពេលដែលហាន់ជាចំណិតទៅឃើញដូច2ហ្នឹងគ្រប់គ្រាន់ហើយក៏យកមួយទៅទុកទៅអញ្ចឹងគឺខ្ញុំបន្ថែមល្ហុងមកកាធុនធំហ្នឹង1គីឡូជាងហ្នឹងគឺដាក់អំបិលតែ2សភាបាយទេព្រោះយើងដាក់ទៅយើងច្បល់តែមួយផ្លែតហ្នឹងគឺរៀងត្រុំទៅអស់ហើយល្ហុងហ្នឹងហើយយើងមូលហេតុដែលយើងផ្អាប់អំបិលហ្នឹងទី1ឲ្យអស់ចូលទី2ឲ្យល្ហុងយើងស្រួយល្អបងប្អូនអញ្ចឹងយើងផ្អាប់ល្ហុងហ្នឹងទុកចោលសិនទៅយើងមកលីងអង្ករសម្រាប់អង្ករលីងឲ្យឡើងរៀងក្រហមខ្លាំងតិចនិយាយទៅពេលដែលយើងលីងហ្នឹងមានក្លិនឈ្ងុយបានយើងយកទៅបុកទៅឈ្ងុយបើយើងលីងសើបុកទៅអត់ឈ្ងុយទេបងប្អូនអញ្ចឹងអង្ករលីងរៀងរឹងណាបងប្អូនធ្វើមិនបុកឲ្យម៉ត់ល្អហ្មងណាបងប្អូនបុកធ្វើមិនបានដែរប៉ុន្តែបុកឲ្យស្រួលតិចបុកមិនស្រួលឆ្លក់អង្ករលីងណាបងប្អូនអត់មានអីកិនអញ្ចឹងទៅពេលបុកទៅរៀងឆ្លក់បន្ទាប់ពីបុកអង្ករលីងហើយយើងមកបុករំដេងយើងប្រើមកល្មមទៅបរិមាណធ្វើម៉េចឲ្យមើលទៅឲ្យវាសមល្មមជាមួយផ្អកជាមួយល្ហុងយើងអញ្ចឹងណាបងប្អូនពេលដែលបុកអង្ករលីងបុករំដេងអីហើយអស់យើងមកមើលល្ហុងយើងគឺល្មមឯនេះបងប្អូនពេលដែលយើងផ្អាប់ទៅវាទឹកបែបហ្នឹងអញ្ចឹងយើងយកទៅចាក់ទឹកនឹងចោលទៅហើយលាង2 3ទឹកឲ្យជ្រះអំបិលសិនទៅហើយទុកឲ្យស្រស់ទឹកបងប្អូនចាំយកមកចាវជាមួយផ្អកនេះអញ្ចឹងខ្ញុំទុកឲ្យស្រស់ទឹករៀងយូរដែរហ្នឹងយកមកចាវហ្នឹងសម្រាប់ផ្អក1គីឡូហ្នឹងពេញហ្នឹងគឺវាជិត1គីឡូបងប្អូនអញ្ចឹងគឺខ្ញុំប្រើចិត្តអស់1គីឡូហ្នឹងអត់ដល់1គីឡូទេអញ្ចឹងខ្ញុំគិតថាផ្អកហ្នឹងប្រហែលជាខ្ញុំប្រើខ្ទង់4ខាំអីហ្នឹងឯងជាមួយល្ហុងប៉ុណ្ណឹងល្ហុង1គីឡូជាងហ្នឹងណាហើយបន្ទាប់មកគឺខ្ញុំដាក់អង្ករលីងហើយនឹងរំដេងនឹងចូលទៅហើយខ្ញុំបន្ថែមស្ករនិងប៊ីចេងបងប្អូនជាទូទៅបងប្អូនខ្លះគាត់អត់ចូលចិត្តផ្អែមពេលដែលគាត់យកល្ហុងមកចាវមួយផ្អកអញ្ចឹងគាត់អត់ថែមស្ករទេគាត់ថែមតែប៊ីចេងអីអញ្ចឹងទៅតែសម្រាប់ខ្ញុំត្រឡប់លើកមុនក៏ខ្ញុំថែមស្ករអញ្ចឹងដែរដោយសារតែផ្អករបស់ខ្ញុំប្រៃខ្លាំងហ្មងបងប្អូនតែក៏មានជាតិជូរបន្តិចដែរផ្អកត្រីប្រៃហ្នឹងដោយសារតែយើងទុករៀងយូរខែដែរតែខ្ញុំទុកក្នុងទូទឹកកកអីហើយពេលដែលយើងដាក់គ្រឿងទាំងអស់ចូលហើយយើងច្បល់ចូលទៅឲ្យសប់ភ្លាមហ្នឹងគឺយើងកាពិតទៅភ្លាមហ្នឹងគឺយើងអាចភ្លក់រសជាតិបានហើយបងប្អូនយើងមិនចាំអីទៀតទេដល់ពេលដែលខ្ញុំភ្លក់ទៅវារៀងសាបបន្តិចអញ្ចឹងវារៀងស្ទើរប្រៃអញ្ចឹងខ្ញុំបន្ថែមផ្អកត្រីប្រៃនឹងបន្តិចទៀតទៅពេលបន្ថែមឲ្យដាក់ម្ទេសដាក់អីតិចទៀតណាបងប្អូនដូចខ្ញុំអញ្ចឹងទៅឲ្យបានជួយពណ៌ល្ហុងយើងផងប៉ុន្តែម្ទេសនៅពេលដែលដាក់ជាមួយម៉ាំល្ហុងអញ្ចឹងឆ្ងាញ់ណាបងប្អូនដាក់បើយើងចូលចិត្តម្ទេសច្រើនដាក់ឲ្យច្រើនទៅហើយខ្ញុំច្បល់ម្សៅទៀតអញ្ចឹងទៅខ្ញុំក៏ភ្លក់មើលរសជាតិល្មមហ្មងបងប្អូនកុំភ្លេចពេលដែលយើងចាវជាមួយល្ហុងអញ្ចឹងធ្វើម៉េចឲ្យរៀងប្រៃដិតខ្លាំងតិចទៅព្រោះអីពេលដែលយើងចាវហើយយើងទុកឲ្យរៀងឡើងជូរតែកាលណារៀងសាបអត់សូវប្រៃខ្លាំងគឺញ៉ាំទៅវាជូរវាអត់សូវមានរសជាតិឆ្ងាញ់ទេប៉ុន្តែបើយើងឲ្យរៀងប្រៃតិចទៅដល់ពេលវាឡើងជូរវាជូរប្រៃឆ្ងាញ់ហើយដល់ពេលយើងខាំញ៉ាំទៅពីល្ហុងរបស់យើងទៅគឺផ្អែមពីល្ហុងនឹងខ្លះដែរអញ្ចឹងវាមានរសជាតិនៅក្នុងហ្នឹងមានប្រៃផ្អែមជូរអញ្ចឹងឆ្ងាញ់ណាបងប្អូនអើយហើយសម្រាប់ម៉ាំល្ហុងនឹងដែរយើងធ្វើឲ្យយើងទុកឲ្យរៀងជូរតែមកល្មមបាច់ជូរពេកទេបន្ទាប់មកយើងចង់ឲ្យទុកបានយូរយើងលើកវាទៅដាក់នៅក្នុងទូទឹកកកណាបងប្អូនបើសិនជាយើងទុកនៅក្រៅយូរថ្ងៃប្រកាសជាជូរញ៉ាំអត់កើតទេអញ្ចឹងជូរមកល្មមជូរមកបន្តិចហ្នឹងបងប្អូនយកដាក់ទូទឹកកកឲ្យទៅយើងទុកញ៉ាំបានយូរបើធ្វើច្រើនដូចខ្ញុំបងប្អូនតែបើធ្វើតិចយើងទុកឲ្យរៀងជូរតិចនៅក្រៅយូរតិចក៏វាមិនអីដែរព្រោះយើងញ៉ាំឆាប់អស់